នៅចាំបាននៅឡើយទេករណីបរិះម្នាក់ដែលបានបាត់ខ្លួនហើយប្រទះឃើញកង់3ត្រូវបានដុតឆេះអស់ហើយម៉ាស៊ីនរបស់កង់3និងផ្លាកលេខត្រូវបានគេដោះយកទៅបាត់នៅសល់តែតួក្រុងឆ្អឹងកង់3ទេដែលបានដុតឆេះនៅក្នុងសង្កាត់គោករកាក្បែរកន្លែងដែលប្រទះឃើញសាកសពនេះដែរអូនស្រីខោពីពិនិត្យមើលយ៉ាងម៉េចដែរអូនមានសង្ស័យថាក្រុងឆ្អឹងនៅខាងក្រោយហ្នឹងជាក្រុងឆ្អឹងរបស់ស្វាមីបងណារឿងឆេះអូមានស្នាមឆេះណាតាមរយៈគ្រូពេទ្យគាត់ប្រសាបច្ឆ័យនេះមានថាមានស្នាមឆេះមើលទៅរយៈពេលប្រហែលដែរក្រុងឆ្អឹងហ្នឹងមួយឆ្នាំជាងហើយអញ្ចឹងមិនមែនជាស្វាមីប្អូនទេមើលទៅអ្នកនៅហ្នឹងគេថាតែស្អុយអូអញ្ចឹងបងអូនតាមរយៈបងអូនអញ្ចឹងមិនន័យថាបងអូនអត់ទាន់ជឿទាំងស្រុងទៅលើការសន្និដ្ឋានថាមួយឆ្នាំជាងហ្នឹងទេពីព្រោះអ្នកជិតខាងដែលនៅក្បែរកន្លែងសពនេះគាត់ថាទឹកតែស្អុយរយៈពេលថ្មីនេះទេអញ្ចឹងវាស៊ីជាសង្វាក់នឹងប្តីរបស់បងអូនដែលបានបាត់ខ្លួនជាមួយនឹងកង់3នោះអូគាត់ថាសពហ្នឹងមួយឆ្នាំអ្វីដែលសំខាន់មួយទៀតគឺមានស្នាមឆេះមានស្នាមឆេះឡើងឆ្អឹងប៉ុន្តែយ៉ាងណាក៏មិនទាន់ច្បាស់ 100% ដែរណាប៉ុន្តែគ្រាន់តែថាយើងចាំតាមដានមើលបន្តទៀតសិនណាស្រាវជ្រាវហើយអូ DNA ណារយៈDNA มันច្បាស់លាស់តែម្ដងរយៈពេលប្រហែលថ្ងៃហើយដែលប្តីរបស់ប្អូនបាត់ខ្លួននៅពេលដែលឆេះកង់3ម្ដងថ្ងៃនេះណាមួយខែ8ថ្ងៃគឺអត់មានដំណឹងសោះហ្មងតាំងពីបាត់ខ្លួនហ្នឹងណាតាំងពីអូនឯងឲ្យបងផ្សាយហ្នឹងមកគឺអត់មានដំណឹងសោះយើងធ្វើអីចេញមកវាសំខាន់តែលើកលេខដែរគូបីសសង្ឃឹមតែ1%ក៏ដោយអូនណាបងជូនពរណាបាទអរគុណបានតិចតែខ្ញុំអត់ចេះទេអត់ឆឹងតែម្ដងណាហើយបងមានបានតាក់តងសមត្ថកិច្ចអត់តាក់តងទៅគឺគាត់ថាខាងគាត់កំពុងតែធ្វើការតែអត់ហ៊ានបានមកប្រាប់ឲ្យខ្ញុំហើយតែខ្ញុំសួរទៅពីថ្ងៃអីមិនចូលមើលអរគុណអូនណាបាទពីមិនបាទប្រិមត្តជនប្រទះឃើញក្រុងឆ្អឹងដែលការសន្និដ្ឋានថាជាបរិះម្នាក់ដែលបានត្រូវប្រជាពលរដ្ឋរាយការណ៍ជូនសមត្ថកិច្ចដោយសារតែមានក្លិនស្អុយខ្លាំងបងប្អូនយើងបាទហើយនៅខាងក្រៅខ្ញុំបាទនេះគឺក្រុមគ្រូពេទ្យកំពុងតែធ្វើកសោបច្ច័យផងដែរហើយអំបញ្ញមិញនេះគឺជាប្រពន្ធរបស់បរិះម្នាក់ដែលបងប្អូនជឿថានៅចាំបាននៅឡើយទេករណីបរិះម្នាក់ដែលបានបាត់ខ្លួនហើយប្រទះឃើញកង់3ត្រូវបានដុតឆេះអស់ហើយម៉ាស៊ីនរបស់កង់3និងផ្លាកលេខត្រូវបានគេដោះយកទៅបាត់នៅសល់តែតួក្រុងឆ្អឹងកង់3ទេដែលបានដុតឆេះនៅក្នុងសង្កាត់គោករកាក្បែរកន្លែងដែលប្រទះឃើញសាកសពនេះដែរបាទប្រិមត្តជនអញ្ចឹងទេឥឡូវនេះក្រុមគ្រួសាររបស់បរិះដែលជាអ្នករត់កង់3ដែលបានបាត់ខ្លួន1ខែ6ថ្ងៃហើយមកដល់ថ្ងៃនេះ6ឬក៏8មិញ8មួយខែ8ថ្ងៃណាមួយខែ8ថ្ងៃហើយមកដល់ថ្ងៃនេះគឺបាត់ដំណឹងឆឹងសូន្យតែម្ដងរួចទទួលថ្ងៃនេះប្រទះឃើញនៅក្រុងឆ្អឹងដែលត្រូវបានសន្និដ្ឋានថាជាបរិះនោះគាត់ក៏មកហើយមើលបាទហើយនៅលើក្រុងឆ្អឹងនេះយើងគាត់បានប្រាប់យើងថាមានស្នាមឆេះអញ្ចឹងគាត់អាចនឹងសន្និដ្ឋានថាខ្លះថាអាចនឹងប្រហែលជាស្វាមីរបស់គាត់ប៉ុន្តែមិនទាន់ច្បាស់ 100% ទេដោយក្រុមគ្រូពេទ្យបានបញ្ជាក់ថាបើចង់ច្បាស់តតែស្នើសុំទៅខាងក្រសួងមហាផ្ទៃដើម្បីធ្វើ DNA ទៅលើឆ្អឹងនៃសាកសពទើបអាចប្រកាសបានបាទប្រិមត្តជនហើយគាត់បានប្រាប់ថាក្រុងឆ្អឹងនេះមួយឆ្នាំហើយបាទមួយឆ្នាំហើយខ្ញុំថាបើមួយឆ្នាំមិនស្អុយទេបងប្អូនយើងលែងស្អុយទេប៉ុន្តែនេះនៅស្អុយនៅឡើយហើយតាមរយៈអ្នកជិតខាងដែលបានប្រាប់មកគាត់ថាទើបតែស្អុយរយៈពេលថ្មីនេះដែរទេអញ្ចឹងវាស៊ីសង្វាក់ជាមួយនឹងប្តីរបស់គាត់ដែលបានបាត់ខ្លួនមួយខែ8ថ្ងៃនោះតែម្ដងណាប្រិមត្តជនហើយទីតាំងកន្លែងកើតហេតុនេះគឺស្ថិតនៅក្នុងសង្កាត់គោករកាដូចគ្នាវាត្រូវនឹងប្តីរបស់គាត់ដែលបានបាត់ខ្លួននៅក្នុងសង្កាត់គោករកាដែរបាទខណ្ឌព្រែកភ្នៅដូចគ្នាអញ្ចឹងទេករណីនេះផងដែរយើងមិនទាន់អាចសន្និដ្ឋានបានថាជាស្វាមីរបស់គាត់ឬក៏យ៉ាងណានៅឡើយទេដោយក្រុមគ្រូពេទ្យជូនយោបល់ទៅកាន់បងអូនស្រីអញ្ចឹងតើតែស្នើទៅកាន់ក្រសួងមហាផ្ទៃធ្វើតេស្ត DNA ទើបអាចប្រកាសបានថាជាស្វាមីរបស់គាត់ឬក៏មិនមែនប្រិយមិត្តជនបច្ចុប្បន្ននេះខាងមន្ត្រីក្រសួងមហាផ្ទៃកំពុងតែធ្វើការពិនិត្យទៅលើក្រុមឆ្អឹងដែលបានរកឃើញបាទអរគុណ